មកជំរាបសួរបងប្អូនទាំងអស់គ្នាណាថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនអំពីឆ្នាំងដើម្បីអគ្គិសនីបងប្អូនណាសម្រាប់វីដេអូនេះដែរយើងមានទាំងឆ្នាំងដើម្បីអគ្គិសនីចម្រោះជាតិស្ករបងប្អូនណាចម្រោះជាតិស្ករហើយនិងឆ្នាំងដើម្បីអគ្គិសនីដាំបាយធម្មតាហើយមួយទៀតគឺជាប្រភេទឆ្នាំងដើម្បីអគ្គិសនីដែលយើងអាចដាំបាយក៏បានយើងអាចចំហុយក៏បានណាបងប្អូនមកទី1ខ្ញុំសូមបង្ហាញបងប្អូនពីឆ្នាំងចម្រោះជាតិស្ករមកបងប្អូនឆ្នាំងចម្រោះជាតិស្ករយើងមកបែបនេះហ្នឹងបងប្អូនណាអ្នកសេតរបស់គេនេះអានេះគឺកញ្ច្រែងសម្រាប់យើងដាំចម្រោះជាតិស្ករពេលណាយើងដាំទៅគឺជាតិស្ករវាចុះទៅខាងក្រោមអញ្ចឹងបងប្អូនហើយបាយគឺនៅលើកញ្ច្រែងហ្នឹងអញ្ចឹងធម្មតាបងប្អូនដាំធម្មតាគឺយើងដាំតែឆ្នាំងនឹងទួលអញ្ចឹងជាតិស្ករវាអត់បាត់ទេគឺវានៅក្នុងនឹងជាមួយបាយតែបើយើងប្រើកញ្ច្រែងនេះគឺវាចម្រោះបានចន្លោះ60ទៅ70%ដែរអញ្ចឹងល្អសម្រាប់អ៊ំពូមីងចាស់ឬក៏បងប្អូនណាដែលចង់ការពារការលើសជាតិស្ករណាបងប្អូននេះដែរអញ្ចឹងសម្រាប់ឆ្នាំងដាំបាយរបស់យើងមានប្រមាណខ្នាតខ្លះបាទបងសម្រាប់ឆ្នាំងដាំបាយចម្រោះជាតិស្កររបស់យើងគឺមាន3ខ្នាតគឺខ្នាត2លីត្រហើយនិងខ្នាត3លីត្រហើយនិងខ្នាត5លីត្របងអូអញ្ចឹងយើងមាន3ខ្នាតណាបាទបងបាទនេះដល់ចុះសម្រាប់ខ្នាត2លីត្រនេះយើងអាចញ៉ាំគ្នាម្នាក់ដែរបាទបងសម្រាប់ខ្នាត2លីត្រនេះយើងអាចញ៉ាំបានគ្នាម្នាក់ទៅ2នាក់បងអូចន្លោះម្នាក់ទៅ2នាក់ណាបាទសម្រាប់ខ្នាត3លីត្របងអាចញ៉ាំបាន3ទៅ4នាក់បងបើបងគ្នាច្រើនអាចញ៉ាំ4នាក់ទៅ5នាក់ឬក៏6នាក់អាចជ្រើសរើសខ្នាត5លីត្របានបងអូអញ្ចឹងយើងមាន3ខ្នាតបងប្អូនណាមាន3ខ្នាតបងប្អូនទាំងអស់គ្នាសម្រាប់ឆ្នាំងដាំបាយចម្រោះជាតិស្ករហ្នឹងយើងមិនមែនដាំតែសម្រាប់ចម្រោះជាតិស្ករតែមួយមុខទេណាបងប្អូនណាបងប្អូនអាចបងប្អូនដកចម្រោះជាតិស្ករចេញបងប្អូនអាចដាំបាយធម្មតាក៏បានណាហើយអបសិនរបស់គេបងប្អូនណាអបសិនទី1យើងអាចដាំចម្រោះជាតិស្ករក៏បានដាំបាយធម្មតាក៏បានយើងយកទៅបបរក៏បានស្ងោរស៊ុបក៏បានហើយក៏មានអបសិនចំហុយហើយនិងអបសិនសម្រាប់ដុតអញ្ចឹងឬដុតនំអីយើងមានអបសិនបង្រៀននៃការដាំនៅក្នុងឆ្នាំងតែមួយហ្នឹងគឺល្អមែនទេណាឆ្នាំងមួយប្រើបានរហូតដល់5ទៅ6មុខហ្នឹងបងប្អូនណានេះសម្រាប់បងប្អូនអ៊ំពូមីងដែលគាត់ចង់កំងតាមការ live ហ្នឹងតើយើងមានអីពិសេសជូនគាត់ទេបាទបងមានពិសេសគឺសម្រាប់ពុកម៉ែបងប្អូនដែលបានឃើញវីដេអូនេះគឺមានការបញ្ចុះតម្លៃ 50% សម្រាប់ពុកម៉ែបងប្អូនដែលគាត់ជួលឆ្នាំងបាយនេះទៅអ្វីដែលពិសេសនោះសម្រាប់ពុកម៉ែបងប្អូនអរគ្នាមកអញ្ជើញមកដល់ទីតាំងហាងផ្ទាល់គឺបងប្អូនមានការបញ្ចុះតម្លៃ$2ជូនពីលើទៀតសម្រាប់ទីតាំងរបស់យើងគឺស្រួលរកមែនទេពុកម៉ែបងប្អូនគឺនៅលើផ្លូវ2004ខាងលិចស្តុកគាត់អង្គតមិញតែ50ម៉ែត្រទេពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនរងឡើងចំនួនមានកំណត់សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំងតាមអនឡាញគឺមានការបញ្ចុះតម្លៃហើយហ្វ្រីសេវាដល់ជូន25ខែក្រុងតែម្ដងអូអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូនេះណា